Introduction The Miracle of Self-Discipline ភាពអស្ចារ្យនៃវិន័យផ្ទាល់ខ្លួនមានលេសរាប់ពាន់សម្រាប់ការបរាជ័យប៉ុន្តែមិនដែលមានហេតុផលល្អណាមួយឡើយហេតុអ្វីបានជាមនុស្សមួយចំនួនទទួលបានភាពជោគជ័យជាងអ្នកដទៃហេតុអ្វីបានជាមនុស្សមួយចំនួនរកលុយបានច្រើនជាងមានជីវិតរស់នៅពោពេញដោយក្តីសុខជាងនិងសម្រេចកិច្ចការបានច្រើនជាងមនុស្សទូទៅក្នុងរយៈពេលដូចគ្នាតើអ្វីទៅជាអាចកំបាំងនៃភាពជោគជ័យពិតប្រាកដជាញឹកញាប់ខ្ញុំតែងតែចាប់ផ្ដើមសិក្ខាសាលាជាមួយនឹងលំហាត់តូចមួយខ្ញុំសួរទៅកាន់អ្នកចូលរួមថាតើមានមនុស្សប្រមាណអ្នកនៅទីនេះដែលចង់បង្កើនប្រាក់ចំណូលរបស់ខ្លួនឲ្យបានទ្វេដងស្ទើរតែគ្រប់គ្នាញញឹមហើយលើកដៃឡើងបន្ទាប់មកខ្ញុំសួរទៀតថាតើមានមនុស្សប្រមាណអ្នកនៅទីនេះដែលចង់សម្រកទម្ងន់ចង់រួចផុតពីបំណុលចង់ទទួលបានឯករាជ្យភាពផ្នែកហិរញ្ញវត្ថុម្ដងទៀតគ្រប់គ្នាញញឹមអ្នកខ្លះស្រែកអបអរហើយពួកគេទាំងអស់គ្នាបានលើកដៃឡើងបន្ទាប់មកខ្ញុំនិយាយថាអស្ចារ្យណាស់ទាំងនេះគឺជាគោលដៅដ៏អស្ចារ្យដែលមនុស្សគ្រប់គ្នាសុទ្ធតែមានយើងទាំងអស់គ្នាចង់រកលុយឲ្យបានច្រើនជាងមុនចង់ចំណាយពេលជាមួយគ្រួសារឲ្យបានច្រើនជាងមុនចង់មានសុខភាពល្អនិងរាងស្អាតព្រមទាំងចង់ទទួលបានឯករាជ្យភាពផ្នែកហិរញ្ញវត្ថុយើងមិនត្រឹមតែចង់បានរបស់ដូចគ្នាប៉ុណ្ណោះទេប៉ុន្តែយើងក៏ដឹងច្បាស់ពីអ្វីដែលយើងត្រូវធ្វើដើម្បីសម្រេចរឿងទាំងនោះផងដែរហើយយើងសុទ្ធតែមានបំណងចង់ធ្វើរឿងទាំងនោះនៅពេលណាមួយប៉ុន្តែមុនពេលយើងចាប់ផ្ដើមធ្វើយើងបែរជាសម្រេចចិត្តថាយើងត្រូវដើរលេងលំហែកាយបន្តិចសិននៅកន្លែងស្រមៃដ៏អស្ចារ្យមួយដែលមានឈ្មោះថាកោះថ្ងៃណាមួយចាំធ្វើយើងនិយាយថាថ្ងៃណាមួយខ្ញុំនឹងអានសៀវភៅនោះថ្ងៃណាមួយខ្ញុំនឹងចាប់ផ្ដើមកម្មវិធីហាត់ប្រាណនោះថ្ងៃណាមួយខ្ញុំនឹងពង្រឹងជំនាញរបស់ខ្ញុំហើយរកលុយឲ្យបានច្រើនជាងមុនថ្ងៃណាមួយខ្ញុំនឹងគ្រប់គ្រងហិរញ្ញវត្ថុរបស់ខ្ញុំឲ្យបានល្អហើយដោះបំណុលឲ្យអស់ថ្ងៃណាមួយខ្ញុំនឹងធ្វើរឿងទាំងអស់នោះដែលខ្ញុំដឹងថាខ្ញុំត្រូវតែធ្វើដើម្បីសម្រេចគោលដៅរបស់ខ្ញុំទាំងអស់ថ្ងៃណាមួយប្រហែល 80% នៃប្រជាជនទូទៅរស់នៅលើកោះថ្ងៃណាមួយចាំធ្វើនេះស្ទើរតែគ្រប់ពេលវេលាទៅហើយពួកគេគិតស្រមៃនិងគូវាសអំពីអ្វីៗគ្រប់យ៉ាងដែលពួកគេបំរុងនឹងធ្វើនៅថ្ងៃណាមួយតើមាននរណាខ្លះនៅជុំវិញពួកគេនៅលើកោះថ្ងៃណាមួយចាំធ្វើនោះគឺមានតែអ្នកដែលរស់នៅលើកោះថ្ងៃណាមួយចាំធ្វើដូចគ្នានឹងឯងហើយតើអ្វីជាប្រធានបទសន្ទនាដ៏សំខាន់នៅលើកោះនោះគឺលេសពួកគេទាំងអស់គ្នាអង្គុយជុំគ្នាហើយផ្លាស់ប្ដូរលេសរៀងៗខ្លួនដើម្បីជាហេតុផលដែលធ្វើឲ្យពួកគេមកនៅលើកោះនេះហេតុអ្វីបានជាអ្នកមកទីនេះពួកគេសួរគ្នាទៅវិញទៅមកមិនចម្លែកនោះទេលេសរបស់ពួកគេភាគច្រើនគឺដូចគ្នាខ្ញុំមិនមានកុមារភាពដ៏រីករាយនោះទេខ្ញុំមិនទទួលបានការអប់រំល្អទេខ្ញុំគ្មានលុយទេមេរបស់ខ្ញុំពិតជារើសអើងណាស់ជីវិតអាពាហ៍ពិពាហ៍របស់ខ្ញុំមិនល្អទេគ្មាននរណាម្នាក់ឲ្យតម្លៃខ្ញុំទេឬសេដ្ឋកិច្ចកំពុងតែដុនដាបណាស់ពួកគេបានធ្លាក់ខ្លួនឈឺដោយសារជំងឺយកលេសដែលជាជំងឺប្រឆាំងទល់នឹងភាពជោគជ័យជានិច្ចពួកគេសុទ្ធតែមានបំណងល្អប៉ុន្តែដោយដែលមនុស្សគ្រប់គ្នាបានដឹងស្រាប់ហើយថាផ្លូវទៅកាន់ឋាននរកគឺក្រាលដោយបំណងល្អវិធានការដំបូងនៃភាពជោគជ័យគឺសាមញ្ញបំផុតបណ្ដេញខ្លួនឯងចេញពីកោះនោះទៅគ្មានលេសទៀតទេធ្វើឬមិនធ្វើប៉ុន្តែកុំរកលេសឈប់ប្រើប្រាស់ខួរក្បាលដ៏អស្ចារ្យរបស់អ្នកដើម្បីគិតរកហេតុផលនិងការបកស្រាយវែងឆ្ងាយសម្រាប់ភាពអសកម្មរបស់អ្នកទៀតទៅធ្វើអ្វីមួយទៅធ្វើអ្វីក៏បានចាប់ផ្ដើមធ្វើវាទៅចូលប្រាប់ខ្លួនឯងសរសើរជាថ្មីថាបើចង់ឲ្យរឿងនោះកើតឡើងគឺវាអាស្រ័យលើរូបខ្ញុំផ្ទាល់អ្នកចាញ់តែងតែរកលេសចំណែកអ្នកឈ្នះតែងតែបង្កើតភាពរីកចម្រើនឥឡូវនេះតើអ្នកអាចដឹងដោយរបៀបណាថាលេសដែលអ្នកចូលចិត្តប្រើនោះសមស្របឬអត់គឺសាមញ្ញណាស់សម្លឹងមើលជុំវិញខ្លួនរួចសួរថាតើមាននរណាម្នាក់ផ្សេងទៀតដែលមានលេសដូចខ្ញុំប៉ុន្តែគេនៅតែអាចទទួលបានជោគជ័យដែរឬទេនៅពេលអ្នកសួរសំណួរនេះប្រសិនបើអ្នកស្មោះត្រង់នឹងខ្លួនឯងអ្នកនឹងត្រូវទទួលស្គាល់ថាមានមនុស្សរាប់ពាន់ឬរាប់លានអ្នកដែលធ្លាប់មានបញ្ហាអាក្រក់ជាងអ្នកឆ្ងាយណាស់ប៉ុន្តែពួកគេនៅតែបន្តដំណើរទៅមុខដើម្បីសម្រេចកិច្ចការដ៏អស្ចារ្យក្នុងជីវិតរបស់ពួកគេហើយអ្វីដែលមនុស្សរាប់ពាន់ឬរាប់លានអ្នកផ្សេងទៀតបានធ្វើអ្នកក៏អាចធ្វើបានដូចគ្នាប្រសិនបើអ្នកព្យាយាមគេធ្លាប់និយាយថាប្រសិនបើមនុស្សបញ្ចេញថាមពលដើម្បីសម្រេចគោលដៅរបស់ខ្លួនឲ្យបានច្រើនដូចដែលពួកគេចំណាយពេលបង្កើតលេសសម្រាប់ការបរាជ័យនោះពួកគេពិតជានឹងភ្ញាក់ផ្អើលជាមួយនឹងសមត្ថភាពខ្លួនឯងមិនខានប៉ុន្តែជាដំបូងអ្នកត្រូវតែបណ្ដេញខ្លួនឯងចេញពីកោះនោះសិន Humble beginnings ការចាប់ផ្ដើមដ៏រាបទាបមានមនុស្សតិចតួចណាស់ដែលចាប់ផ្ដើមឡើងជាមួយនឹងអត្ថប្រយោជន៍ច្រើនលើសលប់
សម្រាប់រូបខ្ញុំផ្ទាល់ខ្ញុំមិនបានរៀនចប់វិទ្យាល័យនោះទេខ្ញុំបានធ្វើជាកម្មករប្រើកម្លាំងពលកម្មអស់រយៈពេលជាច្រើនឆ្នាំខ្ញុំមានការអប់រំទាបជំនាញតិចតួចនិងអនាគតមិនសូវភ្លឺស្វាងហើយបន្ទាប់មកខ្ញុំក៏បានចាប់ផ្ដើមសួរសំណួរនោះថាហេតុអ្វីបានជាមនុស្សមួយចំនួនទទួលបានភាពជោគជ័យជាងអ្នកដទៃសំណួរមួយនេះបានផ្លាស់ប្ដូរជីវិតរបស់ខ្ញុំទាំងស្រុងក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះខ្ញុំបានអានសៀវភៅនិងអត្ថបទរាប់ពាន់ក្បាលដែលនិយាយអំពីប្រធានបទនៃភាពជោគជ័យនិងការសម្រេចបានសមិទ្ធផលនានាវាហាក់ដូចជាហេតុផលនៅពីក្រោយភាពជោគជ័យទាំងនេះត្រូវបានគេយកមកពិភាក្សានិងសរសេរអស់រយៈពេលជាង 2000 ឆ្នាំមកហើយក្នុងគ្រប់រូបភាពទាំងអស់ដែលអាចនឹកស្មានដល់លក្ខណៈសម្បត្តិមួយដែលទស្សនវិទូគ្រូបង្រៀននិងអ្នកជំនាញភាគច្រើនយល់ស្របគ្នាគឺសារៈសំខាន់នៃវិន័យផ្ទាល់ខ្លួនវិន័យគឺជារបស់ដែលអ្នកត្រូវតែមានដើម្បីទប់ទល់នឹងការលបួងនៃលេសផ្សេងវិន័យផ្ទាល់ខ្លួននេះហើយដែលអនុញ្ញាតឲ្យអ្នកអាចបណ្ដេញខ្លួនឯងចេញពីកោះនោះបានវាគឺជាគន្លឹះឆ្ពោះទៅរកជីវិតដ៏អស្ចារ្យមួយហើយប្រសិនបើគ្មានវាទេក៏គ្មានភាពជោគជ័យណាមួយអាចស្ថិតស្ថេរបានយូរអង្វែងនោះដែរការពង្រឹងវិន័យផ្ទាល់ខ្លួនបានផ្លាស់ប្ដូរជីវិតរបស់ខ្ញុំហើយវាក៏នឹងផ្លាស់ប្ដូរជីវិតរបស់អ្នកដូចគ្នាតាមរយៈការបន្តទាមទារបន្ថែមពីខ្លួនឯងឥតឈប់ឈរខ្ញុំទទួលបានជោគជ័យក្នុងវិស័យលក់ហើយបន្ទាប់មកក្នុងផ្នែកគ្រប់គ្រងខ្ញុំបានបន្តការសិក្សាឡើងវិញនិងទទួលបានសញ្ញាបត្រ MBA នៅវ័យ30ឆ្នាំប្លាយដែលការនេះទាមទារការបដិញ្ញាចិត្តសិក្សារាប់ពាន់ម៉ោងខ្ញុំបាននាំចូលយានយន្ត Suzuki ទៅកាន់ប្រទេសកាណាដាមុនគេបង្អស់បង្កើតទីតាំងចែកចាយចំនួន65កន្លែងនិងលក់យានយន្តបានរហូតដល់$25 លានហើយសមិទ្ធផលទាំងអស់នេះកើតឡើងបន្ទាប់ពីខ្ញុំចាប់ផ្ដើមចេញពីបាតដៃទទេដោយគ្មានចំណេះដឹងទាល់តែសោះក្នុងឧស្សាហកម្មមួយនេះយ៉ាងណាមិញអ្វីដែលខ្ញុំមានគឺវិន័យនិងការបដិញ្ញាចិត្តដើម្បីរៀនសូត្រពីអ្វីដែលខ្ញុំចាំបាច់ត្រូវដឹងរួចអនុវត្តអ្វីដែលខ្ញុំចាំបាច់ត្រូវធ្វើខ្ញុំបានឈានជើងចូលក្នុងវិស័យអភិវឌ្ឍអចលនទ្រព្យដោយគ្មានចំណេះដឹងឬបទពិសោធន៍ឡើយដោយប្រើប្រាស់ធម៌ពលនៃវិន័យរួមផ្សំជាមួយនឹងការខិតខំធ្វើការនិងរៀនសូត្ររាប់រយម៉ោងបន្ទាប់មកខ្ញុំក៏បានបន្តសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្មតំបន់ឧស្សាហកម្មអគារការិយាល័យនិងតំបន់លំនៅឋានជាច្រើនទៀតដោយសារវិន័យផ្ទាល់ខ្លួនខ្ញុំបានកសាងអាជីវកម្មដ៏ជោគជ័យជាច្រើនផ្នែកដូចជាការបណ្ដុះបណ្ដាលការប្រឹក្សាយោបល់ការឡើងនិយាយជាសាធារណៈការសរសេរសៀវភៅការថតសម្លេងនិងការចែកចាយកម្មវិធីសម្លេងនិងវីដេអូសៀវភៅសិក្ខាសាលានិងកម្មវិធីបណ្ដុះបណ្ដាលរបស់ខ្ញុំរកចំណូលបានជាង$500 លានត្រូវបានបកប្រែជា36ភាសានិងចែកចាយទៅកាន់54ប្រទេសក្នុងរយៈពេលជាច្រើនឆ្នាំមកនេះខ្ញុំបានផ្ដល់ប្រឹក្សាដល់ក្រុមហ៊ុនជាង1000ក្រុមហ៊ុននិងបណ្ដុះបណ្ដាលមនុស្សជាង5 លាននាក់ដោយផ្ទាល់ក្នុងសិក្ខាសាលានិងវេទិកានានាក្នុងគ្រប់កលៈទេសៈទាំងអស់ការអនុវត្តវិន័យផ្ទាល់ខ្លួនគឺជាកត្តាចាំបាច់បំផុតសម្រាប់ភាពជោគជ័យរបស់ខ្ញុំបានរកឃើញថាអ្នកអាចសម្រេចបានស្ទើរតែគ្រប់គោលដៅដែលអ្នកបានកំណត់សម្រាប់ខ្លួនឯងប្រសិនបើអ្នកមានវិន័យហ៊ានលះបង់ធ្វើអ្វីដែលអ្នកត្រូវតែធ្វើនិងមិនបោះបង់ចោលជាដាច់ខាត Who should read this book តើអ្នកណាខ្លះដែលគួរអានសៀវភៅមួយសៀវភៅនេះត្រូវបានសរសេរឡើងសម្រាប់បុរសនិងស្ត្រីដែលមានមហិច្ឆតានិងការបដិញ្ញាចិត្តខ្ពស់ដែលចង់សម្រេចឲ្យបាននៅអ្វីៗគ្រប់យ៉ាងដែលពួកគេអាចធ្វើទៅបានក្នុងជីវិតវាត្រូវបានសរសេរឡើងសម្រាប់មនុស្សដែលកំពុងស្រេកឃ្លានចង់ធ្វើកិច្ចការឲ្យបានច្រើនជាងមុនចង់ទទួលបានលទ្ធផលច្រើនជាងមុននិងចង់ក្លាយជាបុគ្គលដែលអស្ចារ្យជាងអ្វីដែលពួកគេធ្លាប់មានពីមុនមកប្រហែលជាការយល់ដឹងដ៏សំខាន់បំផុតមួយពាក់ព័ន្ធនឹងភាពជោគជ័យនោះគឺដើម្បីសម្រេចបានសមិទ្ធផលដ៏អស្ចារ្យអ្នកត្រូវតែផ្លាស់ប្ដូរខ្លួនឯងឲ្យក្លាយជាមនុស្សថ្មីសមិទ្ធផលឬសម្ភារៈខាងក្រៅដែលអ្នកទទួលបានវាមិនសំខាន់ស្មើនឹងគុណតម្លៃក្នុងខ្លួនរបស់អ្នកដែលត្រូវតែកសាងឡើងដើម្បីអាចឈានទៅសម្រេចកិច្ចការងារឲ្យបានល្អលើសពីកម្រិតមនុស្សទូទៅនោះទេការពង្រឹងវិន័យផ្ទាល់ខ្លួនគឺជាមាគ៌ាដ៏ប្រសើរបំផុតដែលអាចធ្វើឲ្យអ្វីៗគ្រប់យ៉ាងអាចកើតឡើងបានសម្រាប់អ្នកសៀវភៅមួយនេះនឹងដើរតួជាមគ្គទេសបង្ហាញផ្លូវអ្នកមួយជំហានម្ដងដើម្បីក្លាយជាបុគ្គលដ៏ឆ្នើមម្នាក់ដែលមានសមត្ថភាពអាចសម្រេចបាននូវសមិទ្ធផលដ៏អស្ចារ្យ A chance encounter reveals the reason for success ការជួបគ្នាដោយចៃដន្យបង្ហាញពីហេតុផលនៃភាពជោគជ័យកាលពីប្រមាណឆ្នាំមុនខ្ញុំបានចូលរួមសន្និសីទមួយនៅរដ្ឋធានី Washington DC ក្នុងអំឡុងពេលសម្រាកអាហារថ្ងៃត្រង់ខ្ញុំកំពុងញ៉ាំអាហារនៅឯកន្លែងលក់អាហារក្បែរនោះតំបន់នោះមានមនុស្សកនខ្លាំងដូច្នេះខ្ញុំក៏បានអង្គុយនៅតុទំនេរចុងក្រោយគេតែម្នាក់ឯងទោះបីជាវានៅសល់កន្លែងអង្គុយសម្រាប់មនុស្ស4នាក់ក៏ដោយ
ប៉ុន្មាននាទីក្រោយមកមានបរិសុទ្ធចំណាស់ម្នាក់និងស្ត្រីវ័យក្មេងម្នាក់ដែលមើលទៅហាក់ដូចជាជំនួយការរបស់គាត់បានដើរមកដោយកាន់ថាសអាហារហើយច្បាស់ណាស់ថាពួកគេកំពុងតែដើររកកន្លែងអង្គុយដោយសារតូបរបស់ខ្ញុំមានកន្លែងទំនេរច្រើនខ្ញុំក៏ប្រញាប់ងើបឈរឡើងហើយអញ្ជើញបរិសុទ្ធចំណាស់នោះឲ្យមកអង្គុយជាមួយខ្ញុំគៀគាត់ហាក់មានការស្ទាក់ស្ទើរប៉ុន្តែខ្ញុំនៅតែទទូចហៅគាត់ទីបំផុតគាត់ក៏បានអង្គុយចុះដោយក្តីត្រេកអរជាខ្លាំងហើយយើងក៏ចាប់ផ្ដើមជជែកគ្នាលេងក្នុងអំឡុងពេលទទួលទានអាហារថ្ងៃត្រង់ជាលទ្ធផលគាត់មានឈ្មោះថាកបមកពេលនោះខ្ញុំក៏បានដឹងភ្លាមថាគាត់ជានរណាគាត់គឺជាបុគ្គលដ៏ល្បីល្បាញមួយរូបក្នុងវិស័យនៃភាពជោគជ័យនិងការសម្រេចសមិទ្ធផលលោកកបម៉ាយបានសរសេរសៀវភៅលក់ដាច់បំផុតចំនួន4ក្បាលដែលសៀវភៅនីមួយៗផ្ទុកនូវគោលការណ៍ជោគជ័យចំនួន250ចំណុចដែលគាត់បានទាញចេញពីការស្រាវជ្រាវនិងការសិក្សាអស់រយៈពេលជាង50ឆ្នាំមកហើយខ្ញុំបានអានសៀវភៅទាំង4ក្បាលនោះតាំងពីទំព័រដើមរហូតដល់ទំព័រចុងក្រោយហើយសៀវភៅនីមួយៗខ្ញុំអានច្រើនជាងមួយដងទៅទៀតបន្ទាប់ពីយើងបានជជែកគ្នាលេងមួយសន្ទុះមកខ្ញុំក៏បានសួរគាត់នៅសំណួរមួយដែលមនុស្សជាច្រើនក្នុងស្ថានភាពនេះតែងតែចង់សួរថាក្នុងចំណោមគោលការណ៍ជោគជ័យទាំង1000ចំណុចដែលលោកបានរកឃើញតើលោកគិតថាមួយណាដែលសំខាន់ជាងគេបំផុតគាត់បានញញឹមដាក់ខ្ញុំជាមួយនឹងកែវភ្នែកដ៏ភ្លឺថ្លាហាក់ដូចជាមានគេសួរគាត់នៅសំណួរនេះច្រើនដងមកហើយរួចគាត់ក៏បានឆ្លើយតបវិញដោយមិនស្ទាក់ស្ទើរថាគោលការណ៍ជោគជ័យដ៏សំខាន់បំផុតត្រូវបានលើកឡើងដោយលោក Albert Hubbard ដែលជាអ្នកនិពន្ធដ៏ឆ្នើមម្នាក់ក្នុងប្រវត្តិសាស្ត្រអាមេរិកកាលពីដើមសតវត្សរ៍ទី20គាត់បាននិយាយថាវិន័យផ្ទាល់ខ្លួនគឺចូលជាសមត្ថភាពក្នុងការធ្វើអ្វីដែលអ្នកគួរតែធ្វើនៅពេលដែលអ្នកគួរតែធ្វើវាទោះបីជាអ្នកចង់ឬមិនចង់ធ្វើវាក៏ដោយគាត់បានបន្តទៀតថាមានគោលការណ៍ជោគជ័យចំនួន999ផ្សេងទៀតដែលខ្ញុំបានរកឃើញតាមរយៈការអាននិងបទពិសោធន៍របស់ខ្ញុំប៉ុន្តែប្រសិនបើគ្មានវិន័យផ្ទាល់ខ្លួនទេគ្មានគោលការណ៍រណាមួយអាចដំណើរការបានឡើយដោយឡែកប្រសិនបើមានវិន័យផ្ទាល់ខ្លួនវិញគោលការណ៍ទាំងអស់នោះនឹងដំណើរការយ៉ាងល្អដូច្នេះវិន័យផ្ទាល់ខ្លួនគឺជាគន្លឹះឆ្ពោះទៅរកភាពអស្ចារ្យសម្រាប់ខ្លួនឯងវាគឺជាគុណសម្បត្តិដ៏ស័ក្តិសិទ្ធិដែលអាចបើកគ្រប់ទ្វារសម្រាប់អ្នកនិងធ្វើឲ្យអ្វីៗផ្សេងទៀតអាចកើតឡើងបានដោយសារតែវិន័យផ្ទាល់ខ្លួនមនុស្សធម្មតាអាចរីកចម្រើនទៅមុខបានឆ្ងាយនិងលឿនបំផុតតាមដែលទេពកោសល្យនិងបញ្ញារបស់ពួកគេអាចនាំទៅដល់ប៉ុន្តែប្រសិនបើគ្មានវិន័យផ្ទាល់ខ្លួនទេបុគ្គលដែលពោរពេញទៅដោយប្រវត្តិល្អការអប់រំខ្ពង់ខ្ពស់និងឱកាសគ្រប់បែបយ៉ាងកម្រនឹងអាចបោះជំហានឲ្យបានខ្ពស់ជាងកម្រិតមធ្យមណាស់ Your two worst enemies សត្រូវដ៏អាក្រក់បំផុតទាំងពីររបស់អ្នកដោយដែលវិន័យផ្ទាល់ខ្លួនគឺជាគន្លឹះឆ្ពោះទៅរកភាពជោគជ័យដែរការខ្វះវិន័យផ្ទាល់ខ្លួនគឺជាមូលហេតុចម្បងនៃភាពបរាជ័យការខកចិត្តការសម្រេចបានលទ្ធផលទាបនិងភាពគ្មានក្តីសុខក្នុងជីវិតវាធ្វើឲ្យយើងចេះតែរកលេសហើយបោះបង់ឱកាសបញ្ចេញសមត្ថភាពពិតរបស់ខ្លួនឯងប្រហែលជាសត្រូវដ៏ធំបំផុតទាំងពីរនៃភាពជោគជ័យសុភមង្គលនិងការបំពេញបំណងប្រាថ្នាផ្ទាល់ខ្លួនគឺទី1ជំរើសដែលងាយស្រួលបំផុតនិងទី2កត្តានៃភាពរហ័សទាន់ចិត្តជំរើសដែលងាយស្រួលបំផុតគឺជាអ្វីដែលរុញច្រានមនុស្សឲ្យជ្រើសយកផ្លូវងាយស្ទើរតែក្នុងគ្រប់កលៈទេសៈទាំងអស់ពួកគេតែងតែស្វែងរកផ្លូវកាត់សម្រាប់រឿងគ្រប់យ៉ាងពួកគេមកធ្វើការនៅនាទីចុងក្រោយបំផុតហើយប្រញាប់ចេញទៅវិញឲ្យតែមានឱកាសពួកគេស្វែងរកគម្រោងដែលឆាប់មានបាននិងលុយដែលងាយរកយូរទៅពួកគេបានបង្កើតទម្លាប់តែងតែស្វែងរកផ្លូវដែលងាយស្រួលជាងនិងលឿនជាងដើម្បីទទួលបានអ្វីដែលពួកគេចង់បានជាងការសម្រេចចិត្តធ្វើរឿងដែលលំបាកតែចាំបាច់ដើម្បីទទួលបានភាពជោគជ័យពិតប្រាកដកត្តានៃភាពរហ័សទាន់ចិត្តដែលជាផ្នែកបន្ថែមនៃច្បាប់នៃជំរើសដែលងាយស្រួលបំផុតនោះគឺរឹតតែអាក្រក់ទៅទៀតនៅពេលដែលវាដឹកនាំមនុស្សទៅរកភាពបរាជ័យនិងការសម្រេចបានលទ្ធផលទាបគោលការណ៍នេះចែងថាមនុស្សតែងតែស្វែងរកផ្លូវដែលលឿនបំផុតនិងងាយស្រួលបំផុតជានិច្ចដើម្បីទទួលបានអ្វីដែលពួកគេចង់បានភ្លាមៗដោយមិនសូវខ្វល់ឬមិនខ្វល់ទាល់តែសោះអំពីផលវិបាករយៈពេលវែងនៃអាកប្បកិរិយារបស់ពួកគេម្យ៉ាងវិញទៀតមនុស្សភាគច្រើនធ្វើអ្វីដែលងាយស្រួលអ្វីដែលសប្បាយនិងមិនលំបាកជាងធ្វើអ្វីដែលចាំបាច់សម្រាប់ភាពជោគជ័យជារៀងរាល់ថ្ងៃហើយរាល់នាទីនៃរាល់ថ្ងៃអ្នកត្រូវតែប្រយុទ្ធនិងយកឈ្នះការតស៊ូនេះជាមួយនឹងកត្តានៃភាពរហ័សទាន់ចិត្តហើយទប់ទល់នឹងការទាញទម្លាក់ពីជម្រើសដែលងាយស្រួលបំផុតប្រសិនបើអ្នកពិតជាចង់ក្លាយជាបុគ្គលដ៏អស្ចារ្យម្នាក់តាមដែលសមត្ថភាពរបស់អ្នកអាចឈានទៅដល់ The control of yourself គ្រប់គ្រងខ្លួនឯងឲ្យបាននិយមន័យមួយទៀតនៃវិន័យផ្ទាល់ខ្លួនគឺការធ្វើជាម្ចាស់លើខ្លួនឯងភាពជោគជ័យអាចកើតមានទៅបាន
លុះត្រាតែអ្នកអាចគ្រប់គ្រងអារម្មណ៍ចំណង់និងទំនោរចិត្តរបស់ខ្លួនឯងបានមនុស្សដែលខ្វះសមត្ថភាពក្នុងការគ្រប់គ្រងចំណង់របស់ខ្លួននឹងក្លាយជាមនុស្សទន់ខ្សោយនិងងាយបណ្ដោយខ្លួនព្រមទាំងមិនអាចជាទីទុកចិត្តបានសម្រាប់កិច្ចការផ្សេងទៀតផងដែរវិន័យផ្ទាល់ខ្លួនក៏អាចត្រូវបានផ្ដល់និយមន័យថាជាការគ្រប់គ្រងខ្លួនឯងផងដែរសមត្ថភាពរបស់អ្នកក្នុងការគ្រប់គ្រងខ្លួនឯងនិងសកម្មភាពរបស់អ្នកការគ្រប់គ្រងពាក្យសម្ដីនិងទង្វើរបស់អ្នកព្រមទាំងការធានាថាអាកប្បកិរិយារបស់អ្នកស្របទៅនឹងគោលដៅនិងវត្ថុបំណងរយៈពេលវែងរបស់អ្នកគឺជាសញ្ញាសម្គាល់នៃបុគ្គលឆ្នើមវិន័យត្រូវបានគេឲ្យនិយមន័យថាជាការលះបង់សេចក្តីសុខផ្ទាល់ខ្លួនការនេះទាមទារឲ្យអ្នកបដិសេធចោលនូវភាពសប្បាយរីករាយដែលងាយស្រួលរកនិងការលបួងផ្សេងដែលតែងតែអូសទាញមនុស្សជាច្រើនឲ្យដើរខុសផ្លូវហើយផ្ទុយទៅវិញអ្នកត្រូវដាក់វិន័យលើខ្លួនឯងដើម្បីធ្វើតែរឿងណាដែលអ្នកដឹងថាវាជារឿងត្រឹមត្រូវសម្រាប់រយៈពេលវែងនិងស័ក្តិសមសម្រាប់កលៈទេសៈបច្ចុប្បន្នប៉ុណ្ណោះវិន័យផ្ទាល់ខ្លួនទាមទារឲ្យមានការពន្យាពេលទទួលយកសេចក្តីសុខដែលជាសមត្ថភាពក្នុងការផ្អាកភាពសប្បាយរីករាយក្នុងរយៈពេលខ្លីដើម្បីអាចទទួលបានផលតបស្នងដ៏ធំធេងជាងនេះក្នុងរយៈពេលវែង Think long term គិតឲ្យបានវែងឆ្ងាយអ្នកសង្គមវិទ្យាលោកបណ្ឌិត Edward Banfield មកពីសាកលវិទ្យាល័យ Harvard បានធ្វើការសិក្សាស្រាវជ្រាវរយៈពេល50ឆ្នាំអំពីមូលហេតុដែលនាំឲ្យមានភាពរីកចម្រើនផ្នែកសេដ្ឋកិច្ចនិងសង្គមនៅសហរដ្ឋអាមេរិកគាត់បានសន្និដ្ឋានថាលក្ខណៈសម្បត្តិតែមួយគត់ដ៏សំខាន់បំផុតរបស់មនុស្សដែលទទួលបានជោគជ័យយ៉ាងធំធេងក្នុងជីវិតគឺចក្ខុវិស័យវែងឆ្ងាយលោក Banfield បានផ្ដល់និយមន័យការគិតគូរពីពេលវេលាថាជាទំហំនៃពេលវេលាដែលបុគ្គលម្នាក់យកមកពិចារណានៅពេលសម្រេចចិត្តធ្វើសកម្មភាពអ្វីមួយនៅក្នុងពេលបច្ចុប្បន្នម្យ៉ាងវិញទៀតមនុស្សដែលជោគជ័យបំផុតគឺជាអ្នកដែលចេះគិតវែងឆ្ងាយពួកគេសម្លឹងមើលទៅអនាគតឲ្យបានឆ្ងាយតាមដែលអាចធ្វើទៅបានដើម្បីកំណត់ថាតើពួកគេចង់ក្លាយជាមនុស្សនិស្សប្រភេទណានិងចង់សម្រេចគោលដៅអ្វីខ្លះបន្ទាប់មកពួកគេក៏ត្រឡប់មកគិតពីពេលបច្ចុប្បន្នវិញហើយកំណត់នៅរឿងដែលពួកគេត្រូវតែធ្វើឬមិនត្រូវធ្វើដើម្បីសម្រេចបាននៅអនាគតដែលពួកគេប្រាថ្នាការអនុវត្តការគិតវែងឆ្ងាយនេះអាចយកទៅប្រើប្រាស់បានជាមួយនឹងការងារអាជីពអាពាហ៍ពិពាហ៍ទំនាក់ទំនងលុយកាក់និងអាកប្បកិរិយាផ្ទាល់ខ្លួនដែលចំណុចនីមួយៗនឹងត្រូវបានបកស្រាយលម្អិតនៅទំព័របន្តបន្ទាប់ទៀតមនុស្សជោគជ័យតែងតែធានាថាអ្វីគ្រប់យ៉ាងដែលពួកគេធ្វើក្នុងរយៈពេលខ្លីគឺស្របទៅនឹងគោលដៅចុងក្រោយដែលពួកគេចង់ទៅដល់ក្នុងរយៈពេលវែងពួកគេអនុវត្តវិន័យផ្ទាល់ខ្លួនគ្រប់ពេលវេលាប្រហែលជាពាក្យដ៏សំខាន់បំផុតនៅក្នុងការគិតវែងឆ្ងាយគឺការលះបង់មនុស្សឆ្នើមមានសមត្ថភាពពេញមួយជីវិតរបស់ពួកគេក្នុងការធ្វើការលះបង់ក្នុងរយៈពេលខ្លីទាំងរឿងតូចនិងរឿងធំដើម្បីធានាឲ្យបាននូវលទ្ធផលនិងផលតបស្នងដ៏ធំធេងជាងនេះក្នុងរយៈពេលវែងអ្នកអាចមើលឃើញពីឆន្ទៈក្នុងការលះបង់នេះតាមរយៈមនុស្សដែលចំណាយពេលជាច្រើនម៉ោងឬរហូតដល់ច្រើនឆ្នាំក្នុងការរៀបចំខ្លួនសិក្សារៀនសូត្រនិងពង្រឹងជំនាញដើម្បីធ្វើឲ្យខ្លួនឯងកាន់តែមានតម្លៃដែលអាចជួយឲ្យពួកគេមានជីវិតកាន់តែប្រសើរនៅថ្ងៃអនាគតជាជាងការចំណាយពេលភាគច្រើនរបស់ពួកគេទៅលើការដើរលេងជួបជុំនិងសប្បាយភ្លើតភ្លើនក្នុងពេលបច្ចុប្បន្នលោក Longfellow ធ្លាប់បានសរសេរថាភាពជោគជ័យដ៏ខ្ពង់ខ្ពស់ដែលមនុស្សអស្ចារ្យដណ្ដើមបាននិងថែរក្សាទុកមិនមែនកើតឡើងដោយការហោះហើរផ្លោះភ្លាមនោះទេប៉ុន្តែគណៈពេលដែលអ្នកដទៃកំពុងតែដេកលក់ពួកគេបែរជាកំពុងខិតខំតស៊ូឈានឡើងទៅលើទាំងយប់ព្រលប់សមត្ថភាពរបស់អ្នកក្នុងការគិតរៀបចំផែនការនិងខិតខំប្រឹងប្រែងធ្វើការក្នុងរយៈពេលខ្លីព្រមទាំងការដាក់វិន័យលើខ្លួនឯងឲ្យធ្វើរឿងដែលត្រឹមត្រូវនិកងើចាំបាច់មុនពេលអ្នកធ្វើរឿងដែលសប្បាយនិងងាយស្រួលគឺជាគន្លឹះឆ្ពោះទៅរកការបង្កើតអនាគតដ៏អស្ចារ្យសម្រាប់ខ្លួនអ្នកសមត្ថភាពរបស់អ្នកក្នុងការគិតវែងឆ្ងាយគឺជាជំនាញដែលអាចហ្វឹកហាត់បានកាលណាអ្នកកាន់តែពូកែខាងគិតវែងឆ្ងាយអ្នកនឹងកាន់តែមានសមត្ថភាពអាចទស្សន៍ទាយបានយ៉ាងច្បាស់លាស់ថាតើនឹងមានរឿងអ្វីខ្លះអាចកើតឡើងចំពោះអ្នកនៅថ្ងៃអនាគតដែលជាលទ្ធផលចេញពីសកម្មភាពរបស់អ្នកនៅក្នុងពេលបច្ចុប្បន្ននេះគឺជាគុណសម្បត្តិរបស់អ្នកគិតឆ្នើម Short term gain can cause long term pain លទ្ធប្រយោជន៍រយៈពេលខ្លីអាចបង្កជាការឈឺចាប់រយៈពេលវែងមានច្បាប់ចំនួន2ដែលអ្នកនឹងក្លាយជាជនរងគ្រោះនៅពេលដែលអ្នកមិនបានអនុវត្តវិន័យផ្ទាល់ខ្លួនច្បាប់ទី1ត្រូវបានគេហៅថាច្បាប់នៃផលវិបាកដែលមិនបានព្រៀងទុកច្បាប់នេះចែងថាផលវិបាកដែលមិនបានព្រៀងទុកចេញពីសកម្មភាពណាមួយអាចនឹងអាក្រក់ជាងលទ្ធផលដែលចង់បានចេញពីទង្វើនោះទៅទៀតដោយសារតែការខ្វះការគិតវែងឆ្ងាយច្បាប់ទី2គឺច្បាប់នៃផលវិបាកបញ្ច្រាស់
ដែលចែងថាសកម្មភាពរយៈពេលខ្លីដែលផ្ដោតលើការស្វែងរកសេចក្តីសុខភ្លាមៗអាចនាំទៅរកផលវិបាកបញ្ច្រាស់ឬផ្ទុយស្រឡះពីគោលដៅដែលខ្លួនបានកំណត់ទុកជាឧទាហរណ៍អ្នកអាចនឹងវិនិយោគពេលវេលាលុយកាក់ឬមនោសញ្ចេតនាជាមួយនឹងបំណងប្រាថ្នានិងចេតនាចង់ទទួលបានលទ្ធផលល្អប្រសើរនិងមានក្តីសុខជាងមុនប៉ុន្តែដោយសារតែអ្នកបានធ្វើសកម្មភាពដោយមិនបានគិតគូរឲ្យបានហ្មត់ចត់ឬមិនបានសិក្សាឆ្វេងយល់ទុកជាមុនផលវិបាកនៃអាកប្បកិរិយារបស់អ្នកបែរជាប្រែទៅជាអាក្រក់ជាងការដែលអ្នកមិនបានធ្វើអ្វីសោះទៅវិញមនុស្សគ្រប់រូបសុទ្ធតែធ្លាប់មានបទពិសោធន៍បែបនេះហើយជាទូទៅគឺជួបប្រទះច្រើនជាងមួយដងទៅទៀត The common denominator of success កត្តារួមនៃភាពជោគជ័យលោក Herbert Gray ដែលជាអ្នកជំនួយម្នាក់បានធ្វើការសិក្សាស្រាវជ្រាវរយៈពេលវែងមួយដើម្បីស្វែងរកអ្វីដែលគាត់ហៅថាកត្តារួមនៃភាពជោគជ័យបន្ទាប់ពីចំណាយពេល11ឆ្នាំទីបំផុតគាត់បានសន្និដ្ឋានថាកត្តារួមនៃភាពជោគជ័យគឺមនុស្សជោគជ័យបង្កើតទម្លាប់ធ្វើរឿងដែលមនុស្សមិនជោគជ័យមិនចូលចិត្តធ្វើតើរឿងទាំងនោះមានអ្វីខ្លះទៅជាលទ្ធផលរឿងដែលមនុស្សជោគជ័យមិនចូលចិត្តធ្វើក៏ជារឿងដដែលដែលអ្នកបរាជ័យមិនចូលចិត្តធ្វើដូចគ្នាប៉ុន្តែទោះជាយ៉ាងណាក៏ដោយមនុស្សជោគជ័យនៅតែបន្តធ្វើរឿងទាំងនោះពីព្រោះពួកគេដឹងថានេះគឺជាការលះបង់ដែលពួកគេត្រូវតែធ្វើប្រសិនបើពួកគេចង់ទទួលបានភាពជោគជ័យនិងផលតបស្នងដ៏ធំធេងនៅថ្ងៃអនាគតអ្វីដែលលោក Gray បានរកឃើញនោះគឺមនុស្សជោគជ័យខ្វាយខ្វល់ច្រើនទៅលើលទ្ធផលដែលគាប់ចិត្តខណៈដែលអ្នកបរាជ័យខ្វាយខ្វល់ច្រើនទៅលើវិធីសាស្ត្រដែលគាប់ចិត្តមនុស្សដែលជោគជ័យនិងមានក្តីសុខតែងតែខ្វាយខ្វល់ច្រើនទៅលើផលវិបាកវិជ្ជមានរយៈពេលវែងនៃអាកប្បកិរិយារបស់ពួកគេខណៈដែលមនុស្សមិនជោគជ័យតែងតែខ្វាយខ្វល់ច្រើនទៅលើការសប្បាយផ្ទាល់ខ្លួននិងការទទួលបានសេចក្តីសុខភ្លាមៗវាគ្មិនលើកទឹកចិត្តលោក Dennis Waitley ធ្លាប់បាននិយាយថាមនុស្សកំពូលគឺជាអ្នកដែលខ្វាយខ្វល់ច្រើនទៅលើសកម្មភាពដែលសម្រេចគោលដៅខណៈដែលមនុស្សទូទៅខ្វាយខ្វល់ច្រើនទៅលើសកម្មភាពដែលបន្ធូរបន្ថយភាពតានតឹង Dinner before dessert ញ៉ាំអាហារពេលល្ងាចមុនញ៉ាំបង្អែមវិធានការដ៏សាមញ្ញបំផុតក្នុងការអនុវត្តវិន័យផ្ទាល់ខ្លួនគឺការញ៉ាំអាហារពេលល្ងាចមុនបង្អែមនៅក្នុងអាហារមួយពេលគឺមានលំដាប់លំដោយត្រឹមត្រូវនៃមុខម្ហូបហើយបង្អែមគឺទុកញ៉ាំចុងក្រោយគេជាដំបូងអ្នកត្រូវញ៉ាំម្ហូបគោលនិងញ៉ាំឲ្យអស់ពីចានសិនទើបអ្នកអាចញ៉ាំបង្អែមតាមក្រោយបានមាន sticker បិទឡានដ៏គួរឲ្យស្រឡាញ់តែមានអត្ថន័យបំភាន់មួយបានសរសេរថាជីវិតខ្លីណាស់ត្រូវញ៉ាំបង្អែមមុនសាកគិតមើលថាតើនឹងមានរឿងអ្វីកើតឡើងប្រសិនបើអ្នកត្រឡប់មកផ្ទះវិញបន្ទាប់ពីធ្វើការហើយជំនួសឲ្យការញ៉ាំអាហារពេលល្ងាចដែលល្អចំពោះសុខភាពអ្នកបែរជាញ៉ាំនំផ្លែប៉ោមមួយដុំធំជាមួយការ៉េមទៅវិញតើអ្នកនៅសល់ចំណង់អាហារសម្រាប់ញ៉ាំអាហារដែលល្អនិងមានជីវជាតិទៀតដែរឬទេបន្ទាប់ពីញ៉ាំរបស់ទាំងនោះរួចដោយសារជាតិស្ករទាំងអស់នោះនៅក្នុងក្រពះរបស់អ្នកតើអ្នកនឹងមានអារម្មណ៍យ៉ាងណាតើអ្នកនឹងមានអារម្មណ៍ថាមានកម្លាំងហូរហៀនចង់ធ្វើកិច្ចការដែលមានប្រយោជន៍ដែរឬទេឬក៏អ្នកមានអារម្មណ៍ថាអស់កម្លាំងស្ពឹកស្រពន់ហើយត្រៀមខ្លួនរួចជាស្រេចដើម្បីបិទបញ្ចប់សកម្មភាពពេញមួយថ្ងៃរបស់អ្នកត្រឹមនឹងអ្នកនឹងទទួលបានលទ្ធផលដូចគ្នានៅពេលដែលអ្នកចេញទៅផឹកស៊ីមួយកែវឬពីរកែវបន្ទាប់ពីធ្វើការហើយត្រឡប់មកផ្ទះវិញរួចបើកទូរទស្សន៍មើលទាំងនេះគ្រាន់តែជាទម្រង់នៃបង្អែមផ្សេងគ្នាដែលបំបត្តិចោលស្ទើរតែទាំងស្រុងនៅសមត្ថភាពរបស់អ្នកក្នុងការធ្វើកិច្ចការដែលមានប្រយោជន៍សម្រាប់ពេលវេលានៅសល់ពេញមួយល្ងាចនោះប្រហែលជាផ្នែកដែលអាក្រក់បំផុតនោះគឺអ្វីក៏ដោយដែលអ្នកធ្វើវាម្ដងហើយម្ដងទៀតវានឹងក្លាយជាទម្លាប់ក្នុងពេលឆាប់មិនខានហើយនៅពេលដែលទម្លាប់មួយបានកើតឡើងហើយវាពិតជាពិបាកក្នុងការបោះបង់ចោលណាស់ទម្លាប់នៃការជ្រើសរើសផ្លូវងាយការធ្វើអ្វីដែលសប្បាយនិងគាប់ចិត្តឬការញ៉ាំបង្អែមមុនអាហារពេលល្ងាចនឹងកាន់តែមានសភាពរឹងមាំឡើងហើយវាប្រកាសជានាំទៅរកភាពទន់ខ្សោយផ្ទាល់ខ្លួនការសម្រេចបានលទ្ធផលទាបនិងភាពបរាជ័យជាមិនខាន The habit of self discipline ទម្លាប់នៃការមានវិន័យផ្ទាល់ខ្លួនសំណាងល្អអ្នកអាចបណ្ដុះទម្លាប់នៃការមានវិន័យផ្ទាល់ខ្លួនបានការអនុវត្តជាប្រចាំក្នុងការដាក់វិន័យលើខ្លួនឯងឲ្យធ្វើអ្វីដែលអ្នកត្រូវតែធ្វើនៅពេលវេលាដែលអ្នកត្រូវតែធ្វើទោះបីជាអ្នកមានអារម្មណ៍ចង់ធ្វើឬមិនចង់ធ្វើក៏ដោយវានឹងកាន់តែរឹងមាំឡើងតាមរយៈការអនុវត្តរបស់អ្នកបដិសេធមិនបង្កើតលេសដោះសារឡើយទម្លាប់អាក្រក់ងាយនឹងបង្កើតណាស់ប៉ុន្តែពិបាកក្នុងការរស់នៅជាមួយវាទម្លាប់ល្អពិបាកនឹងបង្កើតប៉ុន្តែងាយស្រួលក្នុងការរស់នៅជាមួយវាហើយដូចដែលលោក Goethe បាននិយាយថាអ្វីទាំងអស់សុទ្ធតែពិបាកមុនពេលដែលវាคล้ายជាងាយស្រួលវាជារឿងពិបាកក្នុងការបណ្ដុះទម្លាប់នៃការមានវិន័យផ្ទាល់ខ្លួនការធ្វើជាម្ចាស់លើខ្លួនឯងនិងការរទប់ចិត្តប៉ុន្តែនៅពេលដែលអ្នកបានអភិវឌ្ឍវាហើយវានឹងដំណើរការដោយស្វ័យប្រវត្តិនិងងាយស្រួលអនុវត្តបំផុត
នៅពេលដែលទម្លាប់នៃវិន័យផ្ទាល់ខ្លួនបានចាក់ឫសយ៉ាងរឹងមាំទៅក្នុងអាកប្បកិរិយារបស់អ្នកនឹងចាប់ផ្ដើមមានអារម្មណ៍មិនស្រួលពេលដែលអ្នកមិនបានអនុវត្តសកម្មភាពប្រកបដោយវិន័យដំណឹងល្អបំផុតនោះគឺគ្រប់ទម្លាប់ទាំងអស់សុទ្ធតែអាចអភិវឌ្ឍបានតាមរយៈការរៀនសូត្រអ្នកអាចរៀនពីទម្លាប់ណាមួយដែលអ្នកត្រូវការដើម្បីក្លាយជាមនុស្សដែលអ្នកប្រាថ្នាចង់បានអ្នកអាចក្លាយជាបុគ្គលដ៏ឆ្នើមម្នាក់តាមរយៈការអនុវត្តវិន័យផ្ទាល់ខ្លួននៅរាល់ពេលដែលកលៈទេសៈទាមទាររាល់ការអនុវត្តវិន័យផ្ទាល់ខ្លួនតែងតែជួយពង្ររឹងដល់វិន័យផ្សេងទៀតទាំងអស់ជាអកុសលរាល់ភាពទន់ខ្សោយនៅក្នុងវិន័យណាមួយវានឹងទាញទម្លាក់វិន័យផ្សេងទៀតរបស់អ្នកឲ្យចុះខ្សោយដូចគ្នាដើម្បីបណ្ដោះទម្លាប់នៃការមានវិន័យផ្ទាល់ខ្លួនជាដំបូងអ្នកត្រូវធ្វើការសម្រេចចិត្តឲ្យបានម៉ឺងម៉ាត់អំពីរបៀបដែលអ្នកនឹងត្រូវអនុវត្តនៅក្នុងផ្នែកណាមួយនៃសកម្មភាពរបស់អ្នកបន្ទាប់មកអ្នកត្រូវបដិសេធមិនឲ្យមានការលើកលែងជាដាច់ខាតរហូតទាល់តែទម្លាប់នៃវិន័យផ្ទាល់ខ្លួននៅក្នុងផ្នែកនោះត្រូវបានចាក់ឫសយ៉ាងរឹងមាំរាល់ពេលដែលអ្នកផ្លាត់ស្នៀតដែលអ្នកប្រកាសជានឹងជួបប្រទះវាអ្នកត្រូវបដិញ្ញាចិត្តម្ដងទៀតក្នុងការបន្តអនុវត្តវិន័យផ្ទាល់ខ្លួនរហូតដល់វាផ្ដល់ភាពងាយស្រួលសម្រាប់អ្នកក្នុងការបញ្ចេញសកម្មភាពប្រកបដោយវិន័យជាជាងការបញ្ចេញសកម្មភាពដែលគ្មានវិន័យ The Big Payoff ផលតបស្នងដ៏ធំធេងផលតបស្នងសម្រាប់ការអភិវឌ្ឍវិន័យផ្ទាល់ខ្លួនក្នុងកម្រិតខ្ពស់គឺពិតជាអស្ចារ្យណាស់មានទំនាក់ទំនងដោយផ្ទាល់រវាងវិន័យផ្ទាល់ខ្លួននិងការឲ្យតម្លៃលើខ្លួនឯងកាលណាអ្នកអនុវត្តការធ្វើជាម្ចាស់លើខ្លួនឯងនិងការទប់ចិត្តបានកាន់តែច្រើនអ្នកក៏កាន់តែចូលចិត្តនិងឲ្យតម្លៃលើខ្លួនឯងកាន់តែខ្លាំងដែរកាលណាអ្នកដាក់វិន័យលើខ្លួនឯងបានកាន់តែច្រើនអារម្មណ៍នៃការគោរពខ្លួនឯងនិងមោទនភាពផ្ទាល់ខ្លួនរបស់អ្នកក៏កាន់តែធំធេងឡើងកាលណាអ្នកអនុវត្តវិន័យផ្ទាល់ខ្លួនបានកាន់តែច្រើនការយល់ឃើញចំពោះខ្លួនឯងក៏កាន់តែប្រសើរឡើងអ្នកមើលឃើញខ្លួនឯងនិងគិតពីខ្លួនឯងក្នុងផ្លូវកាន់តែវិជ្ជមានអ្នកមានអារម្មណ៍ថាសប្បាយចិត្តជាងមុននិងមានថាមពលជាងមុនក្នុងនាមជាបុគ្គលម្នាក់ការអភិវឌ្ឍនិងការរក្សាទម្លាប់នៃវិន័យផ្ទាល់ខ្លួនគឺជាភារកិច្ចអស់មួយជីវិតនិងជាសមរភូមិប្រយុទ្ធមិនចេះចប់វាគ្មានទីបញ្ចប់នោះទេការលបួងឲ្យដើរតាមផ្លូវដែលងាយស្រួលបំផុតនិងកត្តានៃការចង់បានភាពសំណុកសុខស្រួលតែងតែលាក់ខ្លួនយ៉ាងស្ងៀមស្ងាត់នៅក្នុងជម្រៅចិត្តរបស់អ្នកជានិច្ចពួកវាតែងតែរងចាំឱកាសដើម្បីលោតត្របាក់និងអូសទាញអ្នកឲ្យវង្វេងផ្លូវទៅធ្វើរឿងដែលសប្បាយងាយស្រួលនិងមិនសូវសំខាន់ជាជាងការធ្វើរឿងដែលលំបាកចាំបាច់និងជួយលើកស្ទួយគុណតម្លៃជីវិតលោក Napoleon Hill បានសន្និដ្ឋាននៅក្នុងសៀវភៅលក់ដាច់បំផុតរបស់លោកដែលមានចំណងជើងដូចគ្នានេះដោយពោលថាវិន័យផ្ទាល់ខ្លួនគឺជាកូនសោមាសឆ្ពោះទៅរកភាពមានបានវិន័យផ្ទាល់ខ្លួនគឺជាគន្លឹះឆ្ពោះទៅរកការឲ្យតម្លៃលើខ្លួនឯងការគោរពខ្លួនឯងនិងមោទនភាពផ្ទាល់ខ្លួនការអភិវឌ្ឍវិន័យផ្ទាល់ខ្លួនគឺជាការធានាថានៅទីបំផុតអ្នកនឹងអាចជំនះគ្រប់ឧបសគ្គទាំងអស់ហើយបង្កើតនូវជីវិតដ៏អស្ចារ្យមួយសម្រាប់ខ្លួនឯងសមត្ថភាពក្នុងការអនុវត្តវិន័យផ្ទាល់ខ្លួនគឺជាហេតុផលពិតប្រាកដដែលធ្វើឲ្យមនុស្សមួយចំនួនទទួលបានភាពជោគជ័យនិងមានសេចក្តីសុខជាងមនុស្សមួយចំនួនទៀត How this book is written របៀបដែលសៀវភៅនេះត្រូវបានសរសេរឡើងនៅក្នុងទំព័របន្តបន្ទាប់ខ្ញុំនឹងរៀបរាប់ពីទិដ្ឋភាពជីវិតចំនួន21ផ្នែកដែលការអនុវត្តវិន័យផ្ទាល់ខ្លួនមានសារៈសំខាន់បំផុតដើម្បីបំពេញសក្តានុពលពេញលេញរបស់អ្នកនិងសម្រេចឲ្យបាននូវគ្រប់រឿងរ៉ាវទាំងអស់ដែលអ្នកអាចធ្វើបានសៀវភៅនេះត្រូវបានបែងចែកជា3ផ្នែកដើម្បីងាយស្រួលក្នុងការអានផ្នែកទី1មានចំណងជើងថាវិន័យផ្ទាល់ខ្លួននិងជោគជ័យផ្ទាល់ខ្លួននៅក្នុង7ជំពូកនេះអ្នកនឹងរៀនពីរបៀបបញ្ចេញសក្តានុពលផ្ទាល់ខ្លួនរបស់អ្នកឲ្យបានកាន់តែច្រើនឡើងតាមរយៈការអនុវត្តវិន័យផ្ទាល់ខ្លួននៅក្នុងគ្រប់ផ្នែកទាំងអស់នៃជីវិតផ្ទាល់ខ្លួនរបស់អ្នករួមទាំងការកំណត់គោលដៅការកសាងបុគ្គលិកលក្ខណៈការទទួលខុសត្រូវការអភិវឌ្ឍភាពក្លាហាននិងការគាំទ្ររាល់សកម្មភាពដែលអ្នកធ្វើដោយការតស៊ូនិងការបដិញ្ញាចិត្តនៅក្នុង7ជំពូកនៃផ្នែកទី2អ្នកនឹងរៀនពីរបៀបដើម្បីសម្រេចបានសមិទ្ធផលដ៏ធំធេងជាងពេលណាទាំងអស់នៅក្នុងផ្នែកអាជីវកម្មការលក់និងហិរញ្ញវត្ថុផ្ទាល់ខ្លួនអ្នកនឹងរៀនអំពីមូលហេតុនិងរបៀបដែលវិន័យផ្ទាល់ខ្លួនមានភាពចាំបាច់បំផុតដើម្បីក្លាយជាអ្នកដឹកនាំម្នាក់នៅក្នុងវិស័យរបស់អ្នកដើម្បីប្រតិបត្តិការអាជីវកម្មឲ្យកាន់តែមានប្រាក់ចំណេញដើម្បីបង្កើនការលក់ដើម្បីធ្វើការវិនិយោគឲ្យកាន់តែឆ្លាតវៃនិងដើម្បីគ្រប់គ្រងពេលវេលារបស់អ្នកឲ្យទទួលបានលទ្ធផលខ្ពស់បំផុតចុងក្រោយនៅក្នុង7ជំពូកនៃផ្នែកទី3អ្នកនឹងរៀនពីរបៀបអនុវត្តភាពអស្ចារ្យនៃវិន័យផ្ទាល់ខ្លួនទៅក្នុងជីវិតផ្ទាល់ខ្លួនរបស់អ្នកនឹងរៀនពីរបៀបអនុវត្តវិន័យផ្ទាល់ខ្លួននៅក្នុងផ្នែកនៃសុភមង្គលសុខភាពភាពរឹងមាំនៃរាងកាយអាពាហ៍ពិពាហ៍កូនមិត្តភាពនិងការស្វែងរកសេចក្តីស្ងប់ផ្លូវចិត្ត
អ្នកនឹងរៀនពីរបៀបលើកកម្ពស់គុណភាពជីវិតរបស់អ្នកនិងទំនាក់ទំនងរបស់អ្នកនៅក្នុងគ្រប់ទិដ្ឋភាពទាំងអស់នៅគោលនិងចម្ពោះនីមួយៗខ្ញុំនឹងបង្ហាញអ្នកពីរបៀបដែលអ្នកអាចបញ្ចូលវិន័យផ្ទាល់ខ្លួននិងការធ្វើជាម្ចាស់លើខ្លួនឯងក្នុងកម្រិតកាន់តែខ្ពស់ទៅក្នុងគ្រប់ការងារទាំងអស់ដែលអ្នកធ្វើនៅក្នុងទំព័របន្តបន្ទាប់អ្នកនឹងរៀនពីបបអៀបគ្រប់គ្រងទាំងស្រុងលើការអភិវឌ្ឍខ្លួននិងអាជីពការងាររបស់អ្នកព្រមទាំងរបៀបដើម្បីក្លាយជាមនុស្សម្នាក់ដែលកាន់តែរឹងមាំកាន់តែមានក្តីសុខនិងកាន់តែមានទំនុកចិត្តលើខ្លួនឯងនៅក្នុងគ្រប់ផ្នែកនៃជីវិតដែលមានសារៈសំខាន់សម្រាប់អ្នកនឹងរៀនពីរបៀបបំបត្តិទម្លាប់ចាស់ៗដែលអាចកំពុងតែរារាំងអ្នកនិងរបៀបបណ្ដោះទម្លាប់នៃការពឹងផ្អែកលើខ្លួនឯងការបដិញ្ញាចិត្តលើខ្លួនឯងនិងវិន័យផ្ទាល់ខ្លួនដែលនឹងជួយឲ្យអ្នកអាចកំណត់និងសម្រេចបាននូវគ្រប់គោលដៅទាំងអស់អ្នកនឹងរៀនពីរបៀបគ្រប់គ្រងទាំងស្រុងលើគំនិតអារម្មណ៍និងអនាគតរបស់អ្នកនៅពេលដែលអ្នកក្តោបក្តាប់បាននៅធម៌ពលនៃវិន័យផ្ទាល់ខ្លួនអ្នកនឹងក្លាយជាបុគ្គលម្នាក់ដែលមិនអាចមាននរណាម្នាក់មករារាំងបានឡើយដូចជាកម្លាំងនៃធម្មជាតិអ៊ីចឹងដែរអ្នកនឹងលែងបង្កើតលេសដោះសារសម្រាប់ការមិនរីកចម្រើនទៀតហើយអ្នកនឹងសម្រេចបានសមិទ្ធផលកាន់តែច្រើននៅក្នុងប៉ុន្មានខែនិងប៉ុន្មានឆ្នាំខាងមុខជាងអ្វីដែលមនុស្សភាគច្រើនអាចសម្រេចបានពេញមួយជីវិតរបស់ពួកគេទៅទៀតផ្នែកទី1វិន័យផ្ទាល់ខ្លួននិងជោគជ័យផ្ទាល់ខ្លួនភាពជោគជ័យរបស់អ្នកនៅក្នុងជីវិតគឺពឹងផ្អែកលើបុគ្គលដែលអ្នកនឹងក្លាយជាខ្លាំងជាងកិច្ចការដែលអ្នកធ្វើឬរបស់របរដែលអ្នកទទួលបានទៅទៀតដោយដែលលោក Aristotle បានសរសេរថាគោលដៅចុងក្រោយនៃជីវិតគឺការអភិវឌ្ឍបុគ្គលិកលក្ខណៈនៅក្នុងចម្ពោះទាំងនេះអ្នកនឹងរៀនពីរបៀបអភិវឌ្ឍនិងប្រើប្រាស់វិន័យដើម្បីក្លាយជាបុគ្គលដ៏ឆ្នើមម្នាក់អ្នកនឹងរៀនពីរបៀបអភិវឌ្ឍការឲ្យតម្លៃលើខ្លួនឯងការគោរពខ្លួនឯងនិងមោទនភាពផ្ទាល់ខ្លួនឲ្យកាន់តែខ្ពស់ឡើងអ្នកនឹងរៀនពីវិន័យដ៏ចាំបាច់បំផុតសម្រាប់ការសាងភាពអស្ចារ្យផលខ្លួននិងរបៀបបញ្ចូលវិន័យទាំងនោះទៅក្នុងចរិតលក្ខណៈនិងបុគ្គលិកលក្ខណៈរបស់អ្នក